សួស្តីអរគ្នាខ្ញុំបង្ហាញពីខមមិនអាឡាញមួយដែលយើងប្រើក្នុង Revit តែយើងប្រើដូចនេះអានេះយើងចង់លើកវាមកនេះយើងប្រើជាមួយអាឡាញក៏បានដែរយើងចង់ប្រើ move ក៏បានអាឡាញក៏បានពេលដែរអាឡាញនៅវីដេអូខ្ញុំប្រាប់ពីការប្រើប្រាស់អាឡាញយើងអាចអានេះដំបូងយើងអាចគូបន្ទាត់មួយទៅគូអាឡាញមួយទៅការបន្ទាត់ថាយើងចេះដឹកតើមកយើងចង់អាឡាញទៅយកមកខាងនេះចឹងយើងវាយ AL តើមកយើងចុចឡើងមួយមកហើយចុចលើទៅយកនឹងរត់មកនេះយើងចុចនេះហើយចុចទៅយកនឹងមកនេះលើគូទៅយកមកទៀតទៅ system ទៅយកហើយគូឡើងចេះវិញដល់ទៅដល់អូខេហើយយើងអាឡាញ AL យើងលើកអានេះមកនេះអូខេនោះទៅតមកឡាយហើយមួយទៀតទៅមួយ comment split element នេះមានន័យយើងកាត់ទៅយកចេះ split element យើងចូល modify split element អញ្ចឹងនៅពេលដែលយើងចុចមកអានេះវាចេញកំបិតវាចេញតំណសងឡើងនេះមួយហើយមួយទៀតទៅមួយអានេះsplit ពី gap មានន័យថាវាកាត់ផ្ដាច់ជាចន្លោះហើយខ្ញុំចុចឲ្យមើលនេះអាមួយកាត់ផ្ដាច់ដល់តំណសងមួយទៀតកាត់ផ្ដាច់ដល់ចេញជាចន្លោះមកវីដេអូហ្នឹងយើងធានបាន3ទី1អាឡាញទី2split element ហើយទី3 split with gap បាទនេះអាឡាញយើងឲ្យAL ឡាញនេះមួយចុចទៅយកមកអូខេមិនតែប៉ុណ្្នឹងទេ